សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះនៃនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាទាក់ទិនជាមួយនឹងការកត់ត្រាទៅលើប្រតិបត្តិការអាជីវកម្មនឹងបន្តទៀតបាទដែលទាក់ទិនជាមួយនឹងបញ្ជីការគណនេយ្យទ្វេភាគបាទដែលភាសាអង់គ្លេសហ្នឹងគឺ Double Entry Bookkeeping បាទអូខេអញ្ចឹងកុំឲ្យខាតពេលខ្ញុំមានជាប្រតិបត្តិការសម្រាប់អាជីវកម្មមួយហ្នឹងយកមកធ្វើការវិភាគបាទចែករំលែកដល់អ្នកនេះទាក់ទិនជាមួយនឹងការកត់ត្រាទៅលើប្រតិបត្តិការអាជីវកម្មហ្នឹងបាទអូខេអញ្ចឹងខ្ញុំមានជាឧទាហរណ៍មួយថាតារាហ្នឹងគាត់បានចាប់ផ្ដើមអាជីវកម្មមួយហើយធ្វើប្រតិបត្តិការនៅក្នុងខែកុម្ភៈបាទដូចខាងក្រោមបាទអញ្ចឹងនៅក្នុងនេះខ្ញុំមានជាប្រតិបត្តិការនៅក្នុងខែកុម្ភៈហ្នឹងចំនួនបាទ5ប្រតិបត្តិការបាទអូខេអញ្ចឹងទី1ដល់លេខ8ហ្នឹងបាទហ្នឹងគឺទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងហើយបាទអញ្ចឹងនៅពេលដែលមានជាប្រតិបត្តិការអាជីវកម្មបាទគឺគណនេយ្យករក៏ត្រូវធ្វើការកត់ត្រាប្រតិបត្តិការអាជីវកម្មហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនបាទហើយសម្រាប់បច្ចុប្បន្ននេះនៅក្នុងការកត់ត្រាគឺគេអាចមានជាគណនេយ្យកុំព្យូទ័រឬក៏ជាប្រព័ន្ធគណនេយ្យដែលគេប្រើសម្រាប់ធ្វើការកត់ត្រាទៅលើបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនហ្នឹងបាទប៉ុន្តែនៅក្នុងការកត់ត្រាដោយដៃក៏គេមានជាបញ្ជីគណនេយ្យសម្រាប់កត់ត្រាដែរបាទអញ្ចឹងសម្រាប់ការកត់ត្រាដោយដៃគឺគេត្រូវចងត្រាចូលទៅក្នុងសៀវភៅធានានុប្រវត្តិបាទដែលគេឲ្យឈ្មោះថាសៀវភៅ Journal ហើយទី2ហ្នឹងគឺសៀវភៅគណនេយ្យបាទគឺ Ledger អូខេអញ្ចឹងខ្ញុំនឹងធ្វើការវិភាគប្រតិបត្តិការហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យឲ្យអ្នកនរគ្នាបានដឹងបាទថាតើនៅក្នុងការកត់ត្រាហ្នឹងគេវិភាគហើយនឹងកត់ត្រាបែបម៉េចអូខេអញ្ចឹងសម្រាប់ប្រតិបត្តិការអាជីវកម្មទាំងអស់សម្រាប់ការកំណត់ត្រាដោយដៃគឺយើងត្រូវកត់ត្រាចូលទៅក្នុងបញ្ជីគណនេយ្យរបស់យើងដំបូងគេហ្នឹងគឺ Journal បាទដែលអ្នកខ្លះក៏ឈ្មោះថា General Journal បាទអញ្ចឹងនៅក្នុង General Journal គេមានជាទម្រង់បាទទាក់ទិនជាមួយនឹងការវិភាគនៃប្រតិបត្តិការហ្នឹងបាទអូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើការវិភាគបាទនៅក្នុងប្រតិបត្តិការថ្ងៃមួយបាទនៅក្នុងខែ2អញ្ចឹងគេថាលោកតារាហ្នឹងបាទគាត់បានដាក់ដើមទុនជាសាច់ប្រាក់ចំនួន$500បាទអញ្ចឹងនៅពេលដែលយើងវិភាគប្រតិបត្តិការអ្នកនរគ្នាត្រូវដឹងថាសម្រាប់Double Entry Bookkeeping គេមានជាគោលការណ៍2បាទទី1ទាក់ទិនជាមួយនឹងលក្ខណៈទ្វេនៃប្រតិបត្តិការអាជីវកម្មមានន័យថានៅក្នុងមួយប្រតិបត្តិការអាជីវកម្មយ៉ាងហោចណាស់ក៏មានគណនីដែលយើងត្រូវកត់ត្រាហ្នឹងយ៉ាងតិច2បាទហើយមួយទៀតគឺយើងត្រូវយល់ដឹងទៅលើច្បាប់នៃឥណពន្ធហើយនិងឥណទានបាទដែលភាសាអង់គ្លេសហ្នឹងគឺ Debit ហើយនិង Credit បាទអញ្ចឹងនៅពេលដែលអ្នកនរគ្នាយល់ដឹងទៅលើគោលការណ៍ពីរហ្នឹងអ្នកនរគ្នាអាចធ្វើការកំណត់ត្រាប្រតិបត្តិការអាជីវកម្មនឹងបានត្រឹមត្រូវហើយបាទហើយសម្រាប់ការកត់ត្រាគឺនៅក្នុងវីដេអូមុនក៏ខ្ញុំបានចែករំលែកទាក់ទិនជាមួយនឹងDouble Entry Bookkeeping នឹងដែរបាទបើសិនជាអ្នកនរគ្នាទើបតែចូលមើលវីដេអូក្រោយៗអ្នកនរគ្នាអាចទៅមើលវីដេអូមុនបានបាទអូខេអញ្ចឹងយើងចាប់ផ្ដើមវិភាគប្រតិបត្តិការអាជីវកម្មនឹងចូលក្នុងបញ្ជីគណនេយ្យទី1ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងប្រតិបត្តិការនេះគឺតារាហ្នឹងគាត់បានដាក់ដើមទុនជាសាច់ប្រាក់ចំនួន500បាទអញ្ចឹងនៅពេលដែលយើងកត់យើងចាប់ផ្ដើមវិភាគមកបាទតើវាមានគណនេយ្យប្រមាណបាទអញ្ចឹងបើយើងមើលទៅគឺមានតែ2ទេទី1គឺទាក់ទិនជាមួយនឹងដើមទុនដែលគាត់ដាក់រកស៊ីហើយទី2ហ្នឹងគឺគាត់ដាក់ជាសាច់ប្រាក់បាទអញ្ចឹងវាមានគណនេយ្យ2ទី1គឺ
ទុនរបស់គាត់បាទហើយទី2សាច់ប្រាក់ដែលគាត់បានវិនិយោគចូលក្នុងអាជីវកម្មហ្នឹងបាទអញ្ចឹងនៅពេលដែលគាត់ដាក់ទុនជាសាច់ប្រាក់បាទគឺគេប្រើគណនី Cash on Hand បាទហើយសម្រាប់គណនី Cash on Hand វាស្ថិតនៅក្នុងប្រភេទណាមួយនៃធាតុក្នុងរបាយការណ៍ហិរញ្ញវត្ថុហើយសម្រាប់ធាតុក្នុងរបាយការណ៍ហិរញ្ញវត្ថុបើសិនជាអ្នកនរគ្នាតាមដានទៅលើវីដេអូខ្ញុំពីមុនអ្នកនរគ្នានឹងដឹងហើយថាគេកំណត់ដោយពាក្យ dealer បាទអញ្ចឹងdealer ហ្នឹងគឺសំដៅដល់ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុហ្នឹងហើយបាទហើយនៅក្នុង dealer ហ្នឹងក៏គេមានកំណត់ជាឥណពន្ធហើយនិងឥណទានទៅលើធាតុទាំងអស់ហ្នឹងដែរបាទអញ្ចឹងអ្នកនរគ្នាអាចចូលទៅមើលវីដេអូមុនបានបាទមុននឹងយើងឈានដល់វីដេអូទាក់ទិនជាមួយនឹងការវិភាគប្រតិបត្តិការនេះបាទអញ្ចឹងសម្រាប់ Cash on Hand វាស្ថិតនៅក្នុងប្រភេទនៃ Asset បាទអញ្ចឹង Asset គឺកើននៅខាង Debit អញ្ចឹងគេកត់ត្រាទឹកលុយ$500នៅខាង Debit ហើយសម្រាប់ដើមទុនគឺគេចុះជាគណនី Capital សំណួរសួរថាតើគណនី Capital វាស្ថិតនៅក្នុងប្រភេទអីគេបាទអញ្ចឹងសម្រាប់ Capital គឺបើយើងនិយាយទៅលើពាក្យ Dealer គឺវាស្ថិតនៅក្នុងប្រភេទនៃ Equity បាទអញ្ចឹងនៅពេលដែលតារាគាត់បានដាក់ទុនរកស៊ីវាធ្វើឲ្យទុនរបស់គាត់កើនហើយសម្រាប់ Equity គឺមានការកើនឡើងនៅខាង Credit បាទអញ្ចឹងគេកត់ត្រាវានឹងនៅខាង Credit ចំនួន$500អូខេបន្ទាប់មកទៀតយើងចាប់ផ្ដើមវិភាគបាទយើងចាប់ផ្ដើមវិភាគទៅលើប្រតិបត្តិការអាជីវកម្មរបស់យើងថ្ងៃ3ប៉ុន្តែនៅក្នុងចំណុចកន្លែងនេះខ្ញុំចង់ឲ្យអ្នកនរគ្នា hosting បាទមានន័យថានៅពេលដែលយើងកត់ត្រាចូលចំណល់ហើយយើងនឹងមានជាការ posting ទៅសៀវភៅបញ្ជីគណនេយ្យទី2របស់យើងគឺGeneral Ledger បាទអញ្ចឹង General Ledger គឺយើងត្រូវផុសវាពីចំណល់មក Ledger ដើម្បីតាមដានទៅលើគណនីដែលយើងបានកត់ត្រាទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មហ្នឹងបាទអញ្ចឹងយើងគ្រាន់តែផុស to Ledger មកហើយ Ledger វាដូចជា T account ហ្នឹងបាទអញ្ចឹងយើងគ្រាន់តែសរសេរអក្សរ T មកហើយយើងដាក់គណនីហ្នឹងនៅពីលើហ្នឹងមកហើយសម្រាប់T account ហ្នឹងបាទនៅក្នុង Ledger ហ្នឹងគឺសម្រាប់ខាងឆ្វេងគណនី Cash on Hand នេះគឺវាខាង Debit ហើយសម្រាប់ខាងស្ដាំនេះគឺវាខាង Credit បាទវាដូចគ្នាទៅនឹងចំណល់អញ្ចឹងចំណល់វាមាន Debit ហើយនិង Credit បាទអញ្ចឹងយើងគ្រាន់តែមើលទឹកលុយហ្នឹងទៅតើវានៅខាង Debit ខាងឆ្វេងឬក៏វានៅខាង Credit ខាងស្ដាំបាទអញ្ចឹងដូចជាគណនី Cash on Hand វានៅខាង Debit បាទអញ្ចឹងយើងដាក់វានៅខាងឆ្វេងបាទអូខេបន្តមកទៀតយើងមានគណនី Capital អញ្ចឹងយើងត្រូវបង្កើត Ledger មួយទៀតបាទហើយសម្រាប់ទឹកលុយគឺវានៅខាង Credit បាទអូខេអញ្ចឹងខ្ញុំនឹងបន្តវិភាគប្រតិបត្តិការសម្រាប់ថ្ងៃ3បន្តទៀតបាទអញ្ចឹងគេថាតារានឹងបានទិញទំនិញអស់ទឹកប្រាក់ចំនួន$30 ទិញទំនិញជឿបាទ sorry តារានឹងទិញទំនិញជឿអស់ទឹកប្រាក់ចំនួន$30អញ្ចឹងសម្រាប់ប្រតិបត្តិការនេះគណនីដែលយើងកត់ត្រាវាមាន2គណនីបាទទី1ទាក់ទិនជាមួយនឹងការទិញទំនិញហ្នឹងហើយទី2គឺទាក់ទិនជាមួយនឹងការជឿមានន័យថាយើងមិនទាន់បានទូទាត់លុយទេបាទអញ្ចឹងទឹកប្រាក់ដែលយើងទិញជឿហ្នឹងគឺ$30បាទអញ្ចឹងយើងចាប់ផ្ដើមវិភាគសម្រាប់ការទិញទំនិញគឺយើងប្រើគណនីឆេះបាទគណនីបច្ឆេះហើយសម្រាប់គណនីបច្ឆេះហ្នឹងគឺវាស្ថិតនៅក្នុងប្រភេទនៃចំណាយបាទអញ្ចឹងចំណាយជាទូទៅវាកើននៅខាង Debit ហើយនៅពេលដែលថយគឺនៅខាង Credit បាទហើយសម្រាប់ករណីនេះយើងទិញទំនិញវាធ្វើឲ្យចំណាយរបស់ក្រុមហ៊ុនហ្នឹងកើនអញ្ចឹងយើងចុះវានៅខាង Debit បាទហើយសម្រាប់ការទិញជឿយើងចុះគណនីមួយឲ្យឈ្មោះថា Account Payable ហើយសម្រាប់គណនី Account Payable វាស្ថិតនៅក្នុងប្រភេទនៃ Dealer របស់យើងគឺស្ថិតនៅក្នុងប្រភេទនៃ Liability បាទអញ្ចឹងបំណុលនៅពេលដែលយើងជំពាក់គេគឺវាធ្វើឲ្យបំណុលកើនហើយបាទអញ្ចឹងបំណុលកើននៅខាង Credit ថយនៅខាង Debit អញ្ចឹងយើងចុះ30
បន្ទាប់មកខ្ញុំសូម posting បាទសម្រាប់បច្ចេកនេះពីមុនមកវាអត់មានគណនីហ្នឹងទេនៅក្នុង Ledger របស់យើងអញ្ចឹងយើងត្រូវកើត T account ថ្មីបាទ account payable ដូចគ្នាអញ្ចឹងបាទគឺថ្មីដូចគ្នាបាទអូខេបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមវិភាគបាទប្រតិបត្តិការថ្ងៃ5បាទគេថាតារាហ្នឹងខ្ចីប្រាក់ពីម្ចាស់បំណុលហ្នឹងចំនួន$70ហ្នឹងដោយការខ្ចីហ្នឹងបានជាសាច់ប្រាក់ហ្នឹងបាទអញ្ចឹងសម្រាប់ប្រតិបត្តិការនេះក៏វាមានគណនីពីរដែរទី1ទាក់ទិនជាមួយនឹងលុយដែលគាត់ទទួលបានទី2ទាក់ទិនជាមួយនឹងការខ្ចីពីម្ចាស់បំណុលបាទអញ្ចឹងយើងចាប់ផ្ដើមវិភាគអូខេអញ្ចឹងនៅពេលដែលយើងខ្ចីប្រាក់ពីម្ចាស់បំណុលយើងបានជាសាច់ប្រាក់យើងចុះជាគណនី cash on hand បាទសាច់ប្រាក់ហ្នឹងណាបាទសំណួរសួរថា cash on hand វាស្ថិតនៅក្នុងប្រភេទអីនៃធាតុក្នុងរបាយការណ៍យើងបាទដែលខ្ញុំកំណត់ដោយពាក្យ dealer បាទអញ្ចឹងសម្រាប់cash on hand វាជាប្រភេទនៃ asset បាទអញ្ចឹង asset នៅពេលដែលយើងខ្ចីគេបានជាសាច់ប្រាក់វាធ្វើឲ្យ asset របស់ក្រុមហ៊ុនកើនហើយបាទអញ្ចឹង asset កើននៅខាង debit បាទបន្ទាប់មកទៀតយើងនៅជំពាក់គេបាទដោយសារយើងខ្ចីលុយគេយើងជំពាក់គេហើយអញ្ចឹងយើងចុះជាគណនីមួយឲ្យឈ្មោះថា note payable បាទអញ្ចឹង note payable វាក៏ស្ថិតនៅក្នុងប្រភេទនៃបំណុលដែរបាទអញ្ចឹងបំណុលកើននៅពេលដែលយើងជំពាក់គេបំណុលកើននៅខាងបាទ credit អញ្ចឹងសម្រាប់ថ្ងៃ3ហើយនិងថ្ងៃ5យើងចុះជា liability ដូចគ្នាគ្រាន់តែថាគណនីដែលយើងកត់ត្រាទៅលើបំណុលហ្នឹងគឺវាខុសគ្នាដោយសារតែមួយទាក់ទិនជាមួយនឹងការទិញទំនិញជឿហើយមួយទាក់ទិនជាមួយនឹងការខ្ចីលុយបាទអញ្ចឹងយើងប្រើគណនីហ្នឹងក៏វាខុសគ្នាដែរអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម posting បាទអញ្ចឹងសម្រាប់សាច់ប្រាក់យើងមានហើយពីមុនបាទអញ្ចឹងយើងគ្រាន់តែយកទៅដាក់ចូលនៅក្នុង T account ដែលយើងមានស្រាប់មកបាទហើយ note payable វាថ្មីយើងដាក់មកបាទគឺថ្មីអូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមចូលដល់ថ្ងៃ7បាទតារាហ្នឹងបានទទួលចំណូលការប្រាក់ចំនួន$60ជាសាច់ប្រាក់បាទអញ្ចឹងសម្រាប់ចំណូលយើងទទួលបានជាសាច់ប្រាក់អញ្ចឹងយើងប្រើគណនី cash on hand ទៀតហើយបាទអញ្ចឹងនៅពេលយើងទទួលចំណូលជាសាច់ប្រាក់វាធ្វើឲ្យ asset យើងកើននៅខាង debit បាទហើយសម្រាប់គណនីមួយទៀតគឺគណនីចំណូលការប្រាក់បាទដែលភាសាអង់គ្លេសហ្នឹងគឺ interest income ហើយសម្រាប់ interest income វាជាប្រភេទនៃចំណូលអញ្ចឹងនៅពេលដែលក្រុមហ៊ុនមានចំណូលវាធ្វើឲ្យចំណូលកើនហើយបាទអញ្ចឹងនៅក្នុង accounting ចំណូលគឺកើននៅខាង credit បាទអញ្ចឹងយើងកត់ត្រាវានៅខាង credit បាទបន្ទាប់មកខ្ញុំចាប់ផ្ដើម posting បាទអញ្ចឹងសាច់ប្រាក់វាមានហើយមានក្នុង ledger យើងមាន T account គឺសាច់ប្រាក់ហើយយើងគ្រាន់ posting វាមកបាទហើយសម្រាប់ interest income ថ្មីយើងបង្កើតថ្មីបាទអូខេបន្តមកទៀតខ្ញុំចាប់ផ្ដើមវិភាគប្រវត្តិការថ្ងៃទី8បាទអញ្ចឹងគេថាតារាហ្នឹងបានសងប្រាក់ទៅអ្នកផ្គត់ផ្គង់$30ជាសាច់ប្រាក់អញ្ចឹងយើងចាប់ផ្ដើមវិភាគបាទអញ្ចឹងនៅក្នុងប្រវត្តិការថ្ងៃ8វាមានគណនី2ទី1គឺសាច់ប្រាក់ដែលយើងទូទាត់សងទៅអ្នកផ្គត់ផ្គង់ដែលយើងជំពាក់គេនឹងបាទអញ្ចឹងគណនីទី1គឺសាច់ប្រាក់បាទដែលយើងត្រូវទូទាត់សងគេបាទហើយគណនីទី2គឺទាក់ទិនជាមួយនឹងអ្នកផ្គត់ផ្គង់ដែលយើងបានជំពាក់គាត់ពីមុននឹងបាទអញ្ចឹងយើងចាប់ផ្ដើមកត់ត្រាបាទគណនី account payable គឺនៅខាង debit ហើយសម្រាប់សាច់ប្រាក់ដែលយើងទូទាត់ឲ្យទៅអ្នកផ្គត់ផ្គង់វាធ្វើឲ្យសាច់ប្រាក់យើងនឹងយើងប្រើគណនី cash on hand បាទអញ្ចឹងសម្រាប់សាច់ប្រាក់គឺមានការថយចុះនៅខាង credit បាទអញ្ចឹងនៅក្នុងចំណុចនេះគឺមានន័យថាលោកតារាហ្នឹងគាត់បានសងប្រាក់ទៅអ្នកផ្គត់ផ្គង់អញ្ចឹងមានន័យថាវាធ្វើឲ្យបំណុលរបស់គាត់ហ្នឹងថយហើយបើយើងនិយាយដល់អ្នកផ្គត់ផ្គង់ប្រវត្តិការថ្ងៃ8ហ្នឹងវាជាប់ពាក់ព័ន្ធជាមួយនឹងថ្ងៃ3បាទអញ្ចឹងថ្ងៃ3ដោយសារលោកតារាហ្នឹងគាត់បានទិញទំនិញជឿបាទ
គាត់ចុះវាជាបំណុលទៅលើគណនី account payable ហ្នឹងនៅខាង credit បន្ទាប់មកថ្ងៃទី8គាត់បានសងលុយគេជាសាច់ប្រាក់ទៅលើការទិញជឿហ្នឹងអញ្ចឹងមានន័យថាគេតម្រូវឲ្យយើងកត់ត្រាបំណុលហ្នឹងមានការថយចុះនៅខាង debit វិញដោយសារតែបំណុលកើននៅ credit ថយនៅ debit បាទពេលយើងសងលុយគេលើការជំពាក់ហ្នឹងវាធ្វើឲ្យបំណុលថយអញ្ចឹងគេលើគណនី account payable ហ្នឹងគឺកត់នៅខាង debit បាទអញ្ចឹងដោយសារតែយើងទូទាត់ឲ្យជាសាច់ប្រាក់យើងចុះជាគណនី cash on hand វាជា asset ហ្នឹងគឺ asset មានការថយចុះនៅខាង credit បាទអញ្ចឹងគេកត់ទៅតាមសាច់រឿងវាហ្នឹងបន្តមកទៀតយើងចាប់ផ្ដើម posting បាទអញ្ចឹងសម្រាប់ account payable យើងមានយើងគ្រាន់តែដាក់វានៅខាង debit ហើយសាច់ប្រាក់ក៏មានដែរយើងដាក់វានៅ credit បន្ទាប់មកយើងចាប់ផ្ដើមសរុបបាទសរុបទឹកលុយនៅក្នុង journal បាទហើយសម្រាប់ total ហ្នឹងវាត្រូវតែស្មើគ្នាបាទអត់លំអៀងបានទេអូខេអញ្ចឹងការងាររបស់យើងបើសិនជាយើង process ដោយដៃគឺអត់ទាន់ចប់ទេជាធម្មតានៅក្នុង journal យើងកត់ត្រាប្រវត្តិការរួមយើងអត់បានសរុបសាមតលនៃគណនីមួយទេតើនៅក្នុងមួយខែហ្នឹងវាសល់ប្រហែលយើងអត់ដឹងទេនៅក្នុងនេះអញ្ចឹងគឺយើងត្រូវសរុបនៅក្នុងledger បាទ ledger ហ្នឹងហើយបាទអញ្ចឹងយើងចាប់ផ្ដើមសរុបមកបាទខ្ញុំគូសបន្ទាត់មួយខាងហើយយើងកាត់កងគ្នាទៅរវាង debit ហើយនិង credit ហើយសម្រាប់ទឹកប្រាក់ដែលសល់នៅខាងទឹកលុយដែលធំបាទអញ្ចឹងដូចជា cash on hand នេះវានៅសល់ខាង debit ហើយបាទអញ្ចឹងគេដាក់ debit balance DB ហ្នឹង debit balance បាទកាត់កងទៅសល់600បាទ capital ហើយនិងគណនីផ្សេងៗយើងត្រូវកាត់កងដូចគ្នាបាទសម្រាប់ capital គឺវាអត់មានអីកាត់កងទេអញ្ចឹងវានៅខាង CB ពាក្យពេញ credit balance បាទវាដូចគ្នាវាមានអីកាត់កងទេសម្រាប់គណនី account payable វា0ហើយពេលយើងកាត់កងវាអត់មានទេព្រោះយើងបានសងគេចាក់ទិនជាមួយនឹងការជំពាក់ហ្នឹងបាទ note payable យើងសរុបមកហើយ interest income យើងសរុបមកដូចគ្នាបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយគោលបំណងទាក់ទិនជាមួយនឹងវីដេអូនេះគឺចង់ឲ្យអ្នកនរគ្នាចេះវិភាគប្រវត្តិការអាជីវកម្មរបស់ក្រុមហ៊ុនមួយហ្នឹងកត់ត្រាចូលទៅក្នុងបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវបាទដោយសារតែនៅក្នុងនាមជាគណនេយ្យករបើសិនជាយើងអត់យល់ដឹងទៅលើមូលដ្ឋានទាក់ទិនជាមួយនឹងការកត់ត្រាបញ្ជីគណនេយ្យទេយើងអាចទៅរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានទេបាទអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ share វីដេអូចែករំលែកបន្តផងបាទ